មុនបញ្ចេញរថយន្តសូមចងចាំ5ចំណុចនេះដើម្បីសុវត្ថិភាពខ្ពស់បំផុត in Irwindale. That big rig veering off the right shoulder before then crossing through lanes of traffic over the center divider, colliding with several vehicles. សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះគឺដល់រដូវកាលភ្លៀងធ្លាក់ហើយការបើកបរគឺត្រូវតែមានការប្រុងប្រយ័ត្នដើម្បីឲ្យការបើកបររបស់លោកអ្នកមានសុវត្ថិភាពថ្ងៃនេះខ្ញុំមានចំណុចសំខាន់ចំនួន5ដែលត្រូវធ្វើការត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញ Isuzu របស់លោកអ្នកចំណុចទី1គឺផ្លិតទឹកបើសិនជាវាចាស់ឬរឹងស្រួយវានឹងបោះទឹកមិនសូវស្អាតទេហើយវាអាចធ្វើឲ្យបាំងភ្នែកមើលផ្លូវមិនសូវច្បាស់ល្អដូច្នេះហើយបើបងពិនិត្យឃើញវាមានបញ្ហាគួរតែប្រញាប់ផ្លាស់ប្ដូរវាចេញភ្លាមដើម្បីសុវត្ថិភាពក្នុងការបើកបរចំណុចទី2គឺប្រព័ន្ធភ្លើងឡាននៅពេលដែលមានភ្លើងធ្លាក់ខ្លាំងបងពិតជាពិបាកមើលផ្លូវខាងមុខដូច្នេះការត្រួតពិនិត្យមើលភ្លើងខាងមុខភ្លើងក្រោយនិងភ្លើងស៊ីញ៉ូឲ្យដំណើរការបានល្អមិនត្រឹមតែជួយឲ្យបងមើលផ្លូវបានច្បាស់ល្អទេតែថែមទាំងជួយឲ្យឡានផ្សេងទៀតមើលឃើញឡានយើងបានច្បាស់ដូចគ្នាចំណុចទី3គឺសម្បកកង់ឡានបងត្រូវប្រកាន់ថាក្រឡាកង់ឡានរបស់យើងគឺនៅល្អមិនទាន់សឹកព្រោះក្រឡាកង់ដែលវាល្អវាជួយតោងជាប់ផ្លូវបានស្អិតល្អនិងមិនងាយរអិលពេលផ្លូវសើមហើយមួយវិញទៀតក៏កុំភ្លេចហែកមើលសម្ពាធខ្យល់កង់ឲ្យបានត្រឹមត្រូវតាមស្តង់ដារផងដែរចំណុចទី4គឺប្រព័ន្ធហ្វ្រាំងឡាននៅពេលមានភ្លៀងធ្លាក់ផ្លូវសើមរអិលគឺធ្វើឲ្យចម្ងាយនៃការចាប់ហ្វ្រាំងរបស់យើងកាន់តែវែងជាងមុនដូច្នេះហើយបើសិនជានៅក្នុងករណីឮសំឡេងឬជាន់ហ្វ្រាំងមិនសូវស៊ីល្អគឺយើងត្រូវធ្វើការបន្ថយល្បឿននិងយកឡានរបស់លោកអ្នកទៅត្រួតពិនិត្យនៅជាងជំនាញដែលនៅជិតលោកអ្នកបំផុតចំណុចចុងក្រោយគឺការត្រួតពិនិត្យទៅលើទឹកលាងកញ្ចក់ឡាននៅពេលដែលយើងបើកបរទាំងមេឃកំពុងភ្លៀងវាងាយនឹងធ្វើឲ្យឡានរបស់យើងស្រអាប់ហើយក៏អាចមានភក់ខ្ទាតពីផ្លូវត្រូវកញ្ចក់ធ្វើឲ្យយើងមើលផ្លូវមិនសូវច្បាស់ល្អឡើយដូច្នេះហើយគួរតែត្រួតពិនិត្យនិងចាក់បំពេញទឹកលាងកញ្ចក់ឲ្យបានពេញដើម្បីធ្វើដំណើរដោយទំនុកចិត្តដូច្នេះសម្រាប់បងដែលមានបញ្ហាដូចខាងលើនេះសូមកុំភ្លេចយករថយន្តមកធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ដើម្បីធានាសុវត្ថិភាពរាល់ពេលបើកបរ